ច្បាប់ទី11ធ្វើឲ្យអ្នកដទៃពឹងផ្អែកលើអ្នកជានិច្ច Learn to keep people dependent on you តើអ្នកចង់ក្លាយជាមនុស្សម្នាក់ដែលគ្មាននរណាហ៊ានដេញចេញគ្មាននរណាហ៊ានធ្វើបាបនិងគ្រប់គ្នាត្រូវតែក្រាបសំពះអង្វរឲ្យអ្នកនៅបន្តដែរឬទេអាចកំបាំងមិនមែនស្ថិតលើការធ្វើឲ្យគេស្រឡាញ់អ្នកនោះទេព្រោះការស្រឡាញ់អាចផ្លាស់ប្ដូរបានប៉ុន្តែតម្រូវការគឺជាចំណងដែកដែលមិនអាចផ្ដាច់បានថ្ងៃនេះ Channel Energy នឹងនាំអ្នកមកសិក្សាពីច្បាប់ទី11ធ្វើឲ្យអ្នកដទៃពឹងផ្អែកលើអ្នកជានិច្ចយើងនឹងរៀនពីរបៀបដែលមេដឹកនាំឆ្លាតវៃប្រើប្រាស់ចំណុចខ្សោយរបស់អ្នកដទៃមកសាងជាបល្ល័ង្កសម្រាប់ខ្លួនឯងនិងរបៀបធ្វើឲ្យចៅហ្វាយរបស់អ្នកក្លាយជាចំណាប់ខ្មាំងនៃសមត្ថភាពរបស់អ្នកដោយគេពេញចិត្តបំផុតការយល់ដឹងពីចិត្តសាស្ត្រនៃតម្រូវការនិងផ្លាស់ប្ដូរឋានៈរបស់អ្នកពីអ្នកបម្រើទៅជាអ្នកបញ្ជាដោយមិនបែកប្រើអំណាចផ្ដាច់ការក្នុងโลกនៃអំណាចមនុស្សដែលមានសេរីភាពបំផុតគឺជាមនុស្សដែលអ្នកដទៃមិនអាចខ្វះបាននេះគឺជាការបកស្រាយលម្អិតលើផ្នែកទី1ខ្លឹមសារស្នូលនៃច្បាប់ The Concept ខ្លឹមសារសំខាន់បំផុតនៃច្បាប់នេះគឺតុល្យភាពនៃការពឹងផ្អែក The Balance of Dependence បើអ្នកចង់ឲ្យគេគោរពនិងការពារអ្នកត្រូវតែធ្វើឲ្យជីវិតឬជោគជ័យរបស់គេជាប់ចំណងជាមួយនឹងសមត្ថភាពរបស់អ្នកការបង្កើតភាពចាំបាច់ Being indispensableក្នុងស្ថាប័នឬក្នុងទំនាក់ទំនងបើអ្នកគ្រាន់តែជាមនុស្សម្នាក់ដែលធ្វើការល្អនោះអ្នកនៅតែអាចត្រូវគេជំនួសបានយន្តការអ្នកគឺស្វែងរកចំណុចស្លាប់របស់ចៅហ្វាយឬដៃគូរបស់អ្នកតើអ្វីដែលគេខ្លាចបំផុតតើអ្វីដែលគេធ្វើមិនកើតបំផុតសកម្មភាពចូលរៀនធ្វើរឿងនោះឲ្យពូកែដាច់គេនៅពេលដែលអ្នកខ្លាចទៅជាថ្នាំព្យាបាលតែមួយគត់សម្រាប់បញ្ហារបស់គេនោះគេនឹងមិនហ៊ានធ្វើឲ្យអ្នកអាក់អន់ចិត្តឡើយតម្រូវការខ្លាំងជាងសេចក្តីស្រឡាញ់មនុស្សភាគច្រើនចំណាយពេលធ្វើឲ្យគេស្រឡាញ់ប៉ុន្តែការស្រឡាញ់គឺជាអារម្មណ៍ដែលប្រែប្រួលងាយគំពិតនៅពេលដែលគេលែងត្រូវការអ្នកគេនឹងឈប់ស្រឡាញ់អ្នកភ្លាមប៉ុន្តែតម្រូវការគឺជាចំណងដែកដែលមិនអាចផ្ដាច់បានយុទ្ធសាស្ត្រចូលសាងអំណាចរបស់អ្នកលើផលប្រយោជន៍មិនមែនលើមនោសញ្ច័យឡើយកុំបង្រៀនសិស្សឲ្យខ្លាំងជាងគ្រូនេះគឺជាចំណុចដែលគ្រោះថ្នាក់បំផុតសម្រាប់អ្នកដែលមានសមត្ថភាពបំរាមប្រសិនបើអ្នកបង្រៀនឲ្យគេចេះអីគ្រប់យ៉ាងដែលអ្នកចេះនោះថ្ងៃដែលគេចេះអស់គឺជាថ្ងៃដែលអ្នកអស់តម្លៃដំណោះស្រាយចូលរក្សាវិជ្ជាសម្ងាត់ខ្លះសម្រាប់ខ្លួនឯងធ្វើឲ្យគេមើលឃើញលទ្ធផលដ៏អស្ចារ្យរបស់អ្នកតែកុំឲ្យគេដឹងពីរបៀបដែលអ្នកធ្វើវាឯសោះការរក្សាអត្ថកម្បាំងគឺជាការរក្សាអំណាចការគ្រប់គ្រងបញ្ជាពីខាងក្រោយនៅពេលដែលអ្នកធ្វើឲ្យអ្នកដទៃពឹងផ្អែកលើអ្នកមិនចាំបាច់អង្គុយលើកៅអីធំឡើយអ្នកគឺជាអ្នកកាន់សោទោះបីជាគេជាម្ចាស់ផ្ទះប៉ុន្តែបើគ្មានសោពីអ្នកគេក៏មិនអាចចូលផ្ទះបានដែរឋានៈនេះផ្ដល់ឲ្យអ្នកសុវត្ថិភាពខ្ពស់បំផុតព្រោះគ្មាននរណាហ៊ានប៉ះពាល់អ្នកកាន់សោឡើយភាពទន់ខ្សោយរបស់អ្នកដទៃគឺជាប្រភពនៃអំណាចរបស់អ្នកចូលធ្វើខ្លួនឲ្យคล้ายទៅជាតម្រូវការដែលមិនអាចខ្វះបាននោះពិភពលោកនឹងលុតជង្គង់នៃចម្ពោះអ្នកដោយឯងកុំធ្វើជាស្មៅដែលងាយនឹងដកចោលចូលធ្វើជារឹកដែលបើដកចេញដើមឈើទាំងមូលនឹងរលំនេះគឺជាចំណុចខ្សោយដ៏ធំបំផុតរបស់មនុស្សភាគច្រើនដែលតែងតែព្យាយាមធ្វើឲ្យគេស្រឡាញ់ប៉ុន្តែចុងក្រោយបែរជាត្រូវគេបោះបង់ចោលក្នុងโลกនៃអំណាចអ្នកត្រូវតែយល់ដឹងពីភាពខុសគ្នារវាងអារម្មណ៍ស្រឡាញ់និងតម្រូវការនេះគឺជាការបកស្រាយលម្អិតលើផ្នែកទី2ហេតុអ្វីបានជាការដែលត្រូវគេតម្រូវការសំខាន់ជាងការដែលត្រូវគេស្រឡាញ់មនោសញ្ច័យគឺជាខ្សាត់ដែលងាយនឹងរលាយតាមទឹកប៉ុន្តែតម្រូវការគឺជាថ្មដាដែលមិនងាយរង្គៅ1ការស្រឡាញ់មានដែនកំណត់ The fragility of affection ការស្រឡាញ់គឺជាអារម្មណ៍ដែលកើតពីភាពពេញចិត្តនៅពេលដែលអ្នកធ្វើល្អដាក់គេស្រឡាញ់អ្នកប៉ុន្តែនៅពេលដែលអ្នកធ្វើឲ្យគេអន់ចិត្តតែម្ដងឬក៏នៅពេលដែលមានអ្នកថ្មីដែលធ្វើឲ្យគេសប្បាយចិត្តជាងអ្នកគេនឹងឈប់ស្រឡាញ់អ្នកភ្លាមការពឹងផ្អែកលើការស្រឡាញ់ធ្វើឲ្យអ្នករស់នៅក្នុងភាពភ័យខ្លាចខ្លាចគេខឹងខ្លាចគេលែងស្រឡាញ់រហូតដល់អ្នកខ្លាចទៅជាទាស្លាកផ្លូវចិត្តរបស់គេ2តម្រូវការបង្កើតភាពស្មោះត្រង់ដោយបង្ខំ forced loyalty តម្រូវការគឺជាការរួមគ្នាដើម្បីផលប្រយោជន៍និងការរស់រានទោះបីជាចៅហ្វាយរបស់អ្នកស្អប់ចរិតរបស់អ្នកក៏ដោយប៉ុន្តែបើអ្នកជាមនុស្សម្នាក់ដែលគត់ចេះដោះស្រាយវិបត្តិក្រុមហ៊ុនឬក៏ចេះបច្ចេកទេសសម្ងាត់គេត្រូវតែរក្សាអ្នកទុកនិងផ្ដល់តម្លៃឲ្យអ្នកលទ្ធផលគេមិនហ៊ានធ្វើបាបអ្នកមិនមែនមកពីគេចិត្តល្អទេគឺមកពីគេខ្លាចថាបើអត់អ្នកជីវិតឬការងាររបស់គេនឹងជួបគ្រោះមហន្តរាយ3អំណាចនៃការចរចា negotiating power
មនុស្សដែលគេស្រឡាញ់គឺជាមនុស្សដែលងាយនឹងត្រីគេជំនួសបានបើអ្នកគ្រាន់តែស្លូតតូចគេអាចរកអ្នកស្លូតតូចជាងអ្នកបានប៉ុន្តែមនុស្សដែលគេត្រូវការគឺជាមនុស្សដែលមិនអាចខ្វះបានទេអ្នកគឺជាអ្នកកំណត់តម្លៃខ្លួនឯងអ្នកអាចទាមទារប្រាក់ខែខ្ពស់ទាមទារសេរីភាពឬលក្ខខណ្ឌផ្សេងបានព្រោះគេមិនមានជំរើសក្រៅពីយល់ព្រមឡើយ 4. ការដឹងគុណគឺខ្លីការភ័យខ្លាចគឺវែងក្នុងប្រវត្តិសាស្ត្រមនុស្សឆាប់ភ្លេចគុណបំណុចណាស់នៅពេលដែលអ្នកជួយគេរួចគេនឹងអរគុណអ្នកនឹងដើរចេញយុទ្ធសាស្ត្រកុំជួយគេឲ្យរួចរាល់ 100% អីសោះចូលរក្សាទុកចំណុចខ្លះដែលត្រូវឲ្យគេត្រូវមករកអ្នកម្ដងទៀតនៅថ្ងៃក្រោយគោលការណ៍ដរាបណាគេមិនទាន់មានសុវត្ថិភាពទាំងស្រុងពីបញ្ហាគេនឹងនៅតែជាចំណាប់ខ្មាំងនៃសមត្ថភាពរបស់អ្នកជានិច្ចមនោសញ្ច័យគឺជាកំណាប់ដែលគេផ្ដល់ឲ្យអ្នកតម្រូវការគឺជាសិទ្ធិអំណាចដែលអ្នកដណ្ដើមបានចូលធ្វើឲ្យគេញាតនឹងសមត្ថភាពរបស់អ្នកដូចជាមនុស្សញាតនឹងខ្យល់ដង្ហើមអញ្ចឹងបន្ទាប់ពីយល់ដឹងពីទ្រឹស្ដីហើយឥឡូវយើងមកដល់ដំណាក់កាលការបង្កើតអន្ត្រាបនៃតម្រូវការនេះគឺជាបច្ចេកទេសជាក់ស្ដែងដែលអ្នកដឹកនាំនិងអ្នកមានអំណាចប្រើដើម្បីចងជើងអ្នកដទៃឲ្យជាប់នឹងខ្លួននេះគឺជាការបកស្រាយលម្អិតលើផ្នែកទី3យុទ្ធសាស្ត្រអនុវត្តដើម្បីឲ្យគេពឹងផ្អែកលើអ្នកជានិច្ចអ្នកមិនចាំបាច់ធ្វើការងារច្រើនជាងគេទេប៉ុន្តែអ្នកត្រូវធ្វើការងារដែលសំខាន់បំផុតនិងពិបាករកអ្នកជំនួសបំផុតកសាងជំនាញឯកទេសដែលមិនមានជម្រើស Be the only specialist ក្នុងចំណោមការងារ100មុខចូលជ្រើសរើសយកមួយមុខដែលស្មុគស្មាញបំផុតនិងគ្រប់គ្នាខ្លាចមិនហ៊ានធ្វើយុទ្ធសាស្ត្រប្រសិនបើអ្នកជាអ្នកនៅក្នុងក្រុមហ៊ុនចូលរៀនពីរបៀបប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដែលស្មុគស្មាញឬរៀនពីច្បាប់ទម្លាប់ដែលនរណាមិនចង់ចាំលទ្ធផលនៅពេលដែលប្រព័ន្ធនោះមានបញ្ហាឬមានការត្រួតពិនិត្យច្បាប់គ្រប់គ្នានឹងភ័យស្លន់ត្រណោនិងអ្នកគឺជាព្រះនៃការសង្គ្រោះតែមួយអ្នកក្នុងការលទេសអាធិបនោះអ្នកគឺជាអ្នកបញ្ជាមិនមែនគេទេរក្សាអត្ថកំបាំងនៃវិជ្ជា Keep the secret sauce កុំបង្ហាញពីរបៀបធ្វើឲ្យគេដឹងទាំងអង្គឲ្យសោះចោលឲ្យគេមើលឃើញតែលទ្ធផលដ៏អស្ចារ្យប៉ុណ្ណោះយុទ្ធសាស្ត្រប្រសិនបើអ្នកជាចំអឹងដ៏ពូកែកុំប្រាប់ពីគ្រឿងផ្សំសម្ងាត់ចុងក្រោយប្រសិនបើអ្នកជាអ្នកទីផ្សារកុំបង្ហាញពីរបៀបដែលអ្នកទាញទិន្នន័យអតិថិជនលទ្ធផលការដឹងពីរបៀបធ្វើគឺជាអំណាចបើគេដឹងដូចអ្នកគេនឹងដេញអ្នកចេញបើគេមិនដឹងគេត្រូវតែអង្វរឲ្យអ្នកនៅធ្វើវាឲ្យគេរហូតការបង្កើនភាពចាំបាច់ដោយប្រយោជន៍ Intertwine Fates ធ្វើឲ្យជោគជ័យនឹងសុវត្ថិភាពរបស់ចៅហ្វាយឬដៃគូរបស់អ្នកចងចំណងជាមួយនឹងវត្តមានរបស់អ្នកយុទ្ធសាស្ត្រចូលដឹងពីអត្ថកំបាំងឬចំណុចខ្សោយរបស់ពួកគេមិនមែនដើម្បីកំហៀមកំហាងទេប៉ុន្តែដើម្បីការពារនៅពេលដែលអ្នកជាមនុស្សម្នាក់ដែលគេទុកចិត្តឲ្យដោះស្រាយរឿងអាស្រោវឬរឿងសម្ងាត់គេនឹងមិនហ៊ានឲ្យអ្នកចាក់ចេញឡើយលទ្ធផលអ្នកខ្លាយទៅជាដៃស្ដាំដែលគេមិនអាចកាត់ចោលបានព្រោះការបាត់បង់ញឹកស្មើនឹងការបាត់បង់សុវត្ថិភាពរបស់គេកុំបំពេញឲ្យគ្រប់ 100% The unfinished favor កុំជួយនរណាម្នាក់ឲ្យឯករាជ្យទាំងស្រុងឲ្យសោះចូលជួយគេឲ្យសម្រេចគោលដៅតែត្រូវបន្សល់ទុកនៅចន្លោះប្រហោងបន្តិចបន្តួចដែលតម្រូវឲ្យមានការថែទាំពីអ្នកជានិច្ចគោលការណ៍មនុស្សដែលលែងមានបញ្ហាគឺជាមនុស្សដែលលែងត្រូវការអ្នកឡើយចូលធ្វើឲ្យគេមានអារម្មណ៍ថាគេជោគជ័យមែនប៉ុន្តែជោគជ័យនេះនឹងរលាយបាត់ភ្លាមបើគ្មានវត្តមានរបស់អ្នកកុំធ្វើជាតួអង្គដែលគេអាចដូរបានចូលធ្វើជាឆ្អឹងខ្នងនៃសាច់រឿងបើគ្មានឆ្អឹងខ្នងរាងកាយទាំងមូលនឹងមិនអាចឈរត្រង់បានឡើយក្នុងប្រវត្តិសាស្ត្រអ្នកដែលកាន់អំណាចពិតប្រាកដមិនមែនសុទ្ធតែជាអ្នកអង្គុយលើរាជបល្ល័ង្កនោះទេប៉ុន្តែគឺជាអ្នកដែលមានអំណាចមិនអាចខ្វះបាននេះគឺជាមេរៀនប្រវត្តិសាស្ត្រដ៏មុតស្រួចចំនួនទីបង្ហាញពីសិល្បៈនៃការធ្វើឲ្យគេពឹងផ្អែកលើខ្លួនមេរៀនប្រវត្តិសាស្ត្រទី1អូតូ Von Bismarck និងស្ដេច Wilhelm ទី1 Bismarck គឺជាសេនាប្រមុខដ៏វៃឆ្លាតបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រអាល្លឺម៉ង់លោកយល់ច្បាស់ថាប្រសិនបើលោកចង់សម្រេចគោលដៅនយោបាយធំលោកត្រូវតែធ្វើឲ្យស្ដេច Wilhelm ទី1ពឹងផ្អែកលើលោកទាំងស្រុងស្ថានភាពស្ដេចជាមនុស្សដែលមានចិត្តទន់និងងាយរងឥទ្ធិពលពីអ្នកដទៃ Bismarck បានមើលឃើញចំណុចខ្សោយនេះហើយលោកបានចាប់ផ្ដើមធ្វើការងារគ្រប់យ៉ាងហ្មត់ចត់រហូតដល់ស្ដេចមិនចាំបាច់សម្រេចចិត្តអ្វីទាំងអស់សកម្មភាព The Dependency Loop រាល់ពេលដែលមានវិបត្តិឬបញ្ហាស្មុគស្មាញ Bismarck គឺជាមនុស្សម្នាក់គត់ដែលរកដំណោះស្រាយបានលោកបានធ្វើឲ្យស្ដេចញៀននឹងភាពវៃឆ្លាតរបស់លោកនៅពេលស្ដេចខឹង
ឬចង់ដេញ Bismarck ចេញ Bismarck គ្រាន់តែធ្វើពុតជាសំលាឡៃពីតំណែងលទ្ធផលស្ដេច Wilhelm តែងតែភ័យស្លន់ស្លោរាល់ពេល Bismarck សុំឈប់ព្រោះលោកដឹងថាបើគ្មាន Bismarck អាណាចក្រនឹងរលីស្ដេចធ្លាប់មានបន្ទូលថាវាពិតជាពិបាកណាស់ក្នុងការធ្វើជាស្ដេចនៅក្រោមការបញ្ជារបស់ Bismarck បានកាន់អំណាចពិតប្រាកដអស់រយៈពេលជិត3ទសវត្សរ៍ដោយគ្រាន់តែធ្វើជាមនុស្សដែលស្ដេចខ្វះមិនបានមេរៀនប្រវត្តិសាស្ត្រទី2ជាងគំនូរ Velasquez និងស្ដេច Philip ទី4នៅសតវត្សរ៍ទី17ជាងគំនូរដ៏ល្បីល្បាញ Velasquez បានប្រើប្រាស់ច្បាប់ទី11នេះដើម្បីការពារខ្លួននៅក្នុងរាជវាំងអេស្ប៉ាញដ៏គ្រោះថ្នាក់ស្ថានភាពនៅក្នុងរាជវាំងមានការច្រណែននិងការធ្វើឃាតគ្នាជានិច្ច Velasquez ដឹងថាសមត្ថភាពគូររូបស្អាតតែម្យ៉ាងមិនទាន់គ្រប់គ្រាន់សម្រាប់ការពារជីវិតឡើយសកម្មភាព Intertwined Fates លោកបានសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយស្ដេច Philip ទី4ដោយមិនត្រឹមតែជាជាងគំនូរទេប៉ុន្តែជាអ្នកយល់ចិត្តលោកបានគូររូបសំណាកស្ដេចនិងក្រុមគ្រួសាររាជវង្សយ៉ាងស្រស់ស្អាតឥតខ្ចោះដែលគ្មានជាងគំនូរណាផ្សេងអាចធ្វើតាមបានលោកបានធ្វើឲ្យស្ដេចមានអារម្មណ៍ថាមានតែ Velasquez ម្នាក់គត់ដែលអាចមើលឃើញពីភាពអស្ចារ្យពិតប្រាកដរបស់ទ្រង់លទ្ធផលទោះបីជាមានមន្ត្រីចរណែនព្យាយាមបង្ខូចឈ្មោះលោកយ៉ាងណាក៏ដោយក៏ស្ដេចមិនដែលជឿឡើយស្ដេចបានមានបន្ទូលថាលោកនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់គូររូបលោកក្រៅពី Velasquez មានសុវត្ថិភាពនិងអំណាចរហូតដល់អស់មួយជីវិតព្រោះលោកបានធ្វើឲ្យរូបភាពនៃអំណាចរបស់ស្ដេចពឹងផ្អែកលើជក់គំនូររបស់លោកការសង្ខេបមេរៀនទាំងពីរ Bismarck បង្ហាញពីការធ្វើឲ្យគេពឹងផ្អែកលើខួរក្បាលនិងយុទ្ធសាស្ត្រអំណាចនយោបាយ Velasquez បង្ហាញពីការធ្វើឲ្យគេពឹងផ្អែកលើទេពកោសល្យនិងមនោសញ្ចេតនាអំណាចនៃតម្លៃឯកទេសមេរៀនរួមកុំព្យាយាមធ្វើជាមនុស្សដែលគេចូលចិត្តចូលធ្វើខ្លួនឲ្យคล้ายទៅជាមនុស្សដែលគេមិនអាចរកបានបើគ្មានការដឹងពីចំណុចគ្រោះថ្នាក់នៃច្បាប់នេះនឹងជួយឲ្យអ្នកមិនคล้ายជាជនរងគ្រោះនៃអំណាចខ្លួនឯងការធ្វើឲ្យគេពឹងផ្អែកលើអ្នកខ្លាំងពេកក៏អាចជំរុញឲ្យគេចង់កម្ចាត់អ្នកចោលប្រសិនបើអ្នកមិនចេះប្រើប្រាស់វាដោយសន្តិភាពនេះគឺជាការបកស្រាយលម្អិតលើផ្នែកទី5បំរាមនិងការប្រុងប្រយ័ត្ន The Warning ទោះបីជាការធ្វើឲ្យគេពឹងផ្អែកផ្ដល់អំណាចឲ្យអ្នកប៉ុន្តែវាមានមុខពីរដែលអ្នកត្រូវប្រយ័ត្ន Ijevia កុំធ្វើឲ្យគេមានអារម្មណ៍ថាដកដង្ហើមមិនរួច The Danger of Suffocation ប្រសិនបើអ្នកបង្ហាញអំណាចរបស់អ្នកខ្លាំងពេកឬធ្វើឲ្យចៅហ្វាយមានអារម្មណ៍ថាគេជាមនុស្សល្ងង់ដែលគ្មានអ្នកធ្វើអ្វីមិនកើតនោះគេនឹងចាប់ផ្ដើមខ្លាចនិងស្អប់ញាក់គ្រោះថ្នាក់មនុស្សដែលមានអំណាចបញ្ចូលចិត្តឲ្យនរណាម្នាក់មកជិះសេះលែងដៃលើពួកគេឡើយប្រសិនបើគេមានអារម្មណ៍ថាអ្នកកំពុងគ្រប់គ្រងគេនឹងខំស្វែងរកអ្នកជំនួសជិះសម្ងាត់ដើម្បីកម្ចាត់អ្នកចេញនៅថ្ងៃណាមួយដំណោះស្រាយចូលធ្វើជាខ្យល់ដង្ហើមដែលគេមើលមិនឃើញធ្វើការងារឲ្យគេពឹងផ្អែកតែត្រូវរក្សាភាពបន្ទាបខ្លួននិងធ្វើឲ្យគេមានអារម្មណ៍ថាគេនៅតែជាអ្នកបញ្ជាដដែលគ្រោះថ្នាក់នៃការជួបជើងខ្លួនឯង The Golden Handcuffs នៅពេលអ្នកធ្វើឲ្យគ្រប់គ្នាពឹងផ្អែកលើអ្នកនោះមានន័យថាអ្នកមិនអាចទៅណាបានឡើយគ្រោះថ្នាក់អ្នកនឹងត្រូវមមាញនឹងការងាររហូតគ្មានពេលសម្រាកឬគ្មានពេលទៅរកឱកាសថ្មីព្រោះបើគ្មានអ្នកអាគារនឹងរលំអ្នកខ្លាយទៅជាទាសករនៃប្រព័ន្ធដែលអ្នកបានបង្កើតឡើងខ្លួនឯងដំណោះស្រាយចូលធ្វើឲ្យគេពឹងផ្អែកលើការសម្រេចចិត្តរបស់អ្នកមិនមែនពឹងផ្អែកលើកម្លាំងបាយរបស់អ្នកឡើយចូលគ្រប់គ្រងយុទ្ធសាស្ត្រតែត្រូវបណ្ដុះបណ្ដាលកូនចៅឲ្យធ្វើសកម្មភាពកុំទុកចិត្តលើការចាំបាច់រហូតដល់ភ្លេចខ្លួនគ្មាននរណាម្នាក់ដែលមិនអាចជំនួសបាន 100% នៃលោកនេះឡើយយុទ្ធសាស្ត្រទោះបាងជាអ្នកពូកែប៉ុណ្ណាក៏ត្រូវតែអភិវឌ្ឍខ្លួនជានិច្ចបច្ចេកវិទ្យាថ្មីឬមនុស្សចំនួនក្រោយដែលពូកែជាងអាចនឹងមកបំបែកអត្តកម្បាំងរបស់អ្នកបានកុំឈប់នៅមួយកន្លែងហើយគិតថាគេនឹងត្រូវការអ្នករហូតសរុបមកកុំធ្វើជាស្មៅដែលគេអាចដកចោលនៅពេលណាក៏បានចូលធ្វើខ្លួនឲ្យคล้ายទៅជាខ្យល់ដង្ហើមដែលគេមិនអាចខ្វះបាននៅពេលដែលសុភមង្គលនិងជោគជ័យរបស់គេស្ថិតនៅក្នុងដៃរបស់អ្នក
នោះសេរីភាពនិងអំណាចរបស់អ្នកនឹងស្ថិតស្ថេរជារៀងរហូតប៉ុន្តែត្រូវចាំថាចូលធ្វើឲ្យគេពឹងផ្អែកដោយក្តីសង្ឃឹមកុំធ្វើឲ្យគេពឹងផ្អែកដោយក្តីភ័យខ្លាចជ្រុលពេកសំណួរសម្រាប់បងប្អូនទាំងអស់គ្នាតើនៅក្នុងកន្លែងការងារឬមុខជំនួញរបស់អ្នកតើអ្វីទៅជាជំនាញឯកទេសដែលមានតែអ្នកម្នាក់គត់ធ្វើបាន comment ប្រាប់ខ្ញុំខាងក្រោមនៅក្នុងវីដេអូភាគក្រោយយើងនឹងសិក្សាពីច្បាប់ដ៏ទន់ភ្លន់តែមុតស្រួយបំផុតគឺច្បាប់ទី12ប្រើប្រាស់ភាពស្មោះត្រង់និងចិត្តសប្បុរសដើម្បីទម្លាក់របាំងការពាររបស់ស្ត្រីយើងនឹងរៀនពីរបៀបបោកដោយប្រើភាពត្រឹមត្រូវកុំភ្លេចចុច like និង subscribe ដើម្បីកាន់កាប់អត្ថ័យកំបាំងនៃអំណាចជាមួយ Channel Energy ជួបគ្នានៅវីដេអូក្រោយចងចាំថាបើគេត្រូវការអ្នកជាម្ចាស់របស់គេសូមអរគុណសូមជម្រាបលា